ចាជួយសួរបងចាអធិស្ឋានបងបងមកមកខ្ញុំមានឃើញកម្មវិធីនេះបងកម្មវិធីពាក់ព័ន្ធនឹងសិស្សដែលគាត់មកអាហារូបករណ៍ចាប់ពីថ្នាក់ទី12អញ្ចឹងតើចង់សួរជាពាក់ព័ន្ធនឹងអាហារូបករណ៍នៅប្រទេសតៃវ៉ាន់ហ្នឹងតើមានគុណប្រយោជន៍ដល់និស្សិតដែលកំចាប់ទី12មិនខ្លះបងជួយរៀបរាប់បានទេបងអានេះគឺជាហេតុផលហេតុថ្ងៃនេះគឺថាឱកាសដែលនិស្សិតដែលចប់ទុតិយភូមិឆ្នាំ2025ហ្នឹងគាត់បានឱកាសស្វែងយល់ដើម្បីសិក្សានៅប្រទេសតៃវ៉ាន់ដែលក្នុងកម្មវិធីនេះគឺថាតៃវ៉ាន់គាត់ជួយនិស្សិតខ្មែរយើងទៅបន្តការសិក្សានៅតៃវ៉ាន់រយៈពេល1ឆ្នាំហើយកម្មវិធីនេះគឺថាផ្ដោតទៅលើការសិក្សា 50% ហើយនិងការធ្វើការ 50% ហើយជាពិសេសកម្មវិធីនេះយើងបានសហការជាមួយនឹងគណៈកម្មការជាតិជំនាញចលនាភូមិផលមួយដែលផ្ដោតទៅលើសិស្សរបស់សហគ្រិនតាមខេត្តនេះគាត់មានការជួយបន្តសិក្សានៅទីផ្សេងទៀតណាហើយតែជាឱកាសមួយដែលកុមារហើយនិស្សិតអាចទទួលបាននូវសញ្ញាបត្របរិញ្ញាបត្ររយៈពេល1ឆ្នាំហើយបទពិសោធន៍រយៈពេល4ឆ្នាំហើយនឹងមានប្រាក់ត្រឡប់ទៅផ្ទះវិញបានជា$20,000ដែរដើម្បីជួយគ្រួសារហើយខ្ញុំថាបងប្អូនគិតគូរមើលថាតើយើងគួរតែជ្រើសរើសសាលាណាដើម្បីឲ្យសម្រួលដល់ជីវភាពបងប្អូនសម្រួលដល់ជីវភាពគ្រួសារយើងដែលគាត់ខ្វះខាតនៅបច្ចុប្បន្ននេះចាអញ្ចឹងបងគាត់បានទៅសិក្សានៅប្រទេសតៃវ៉ាន់ហ្នឹងបានអាហារូបករណ៍ហើយយើងបានធ្វើការបដារៀនបដាអញ្ចឹងបងណាចាអញ្ចឹងចង់សួរបងបញ្ជាក់ម្ដងទៀតថាកម្មវិធីរបស់យើងនោះតើមានជារៀងរាល់ឆ្នាំឬក៏យ៉ាងម៉េចដែរបងមួយទៀតបងពាក់ព័ន្ធនឹងឯកទេសយើងមានជំនាញខ្លះក្នុងពេលដែលផ្ដល់ជូនអាហារូបករណ៍ហ្នឹងបងបាទហើយតាមការចែកគ្នាជាមួយនឹងក្រុមហ៊ុនហើយនឹងសាកលវិទ្យាល័យយើងនឹងបន្ថែមបន្តបន្ថែមបេក្ខជនដែលទៅសិក្សានៅតៃវ៉ាន់ហ្នឹងហើយឥឡូវនេះយើងរយៈទី1ហើយនឹងតាមព័ត៌មានក្រុមហ៊ុនគេនឹងបន្ថែមឲ្យយើង6ខែយើងទៅម្ដងចា៎1ខែទៅម្ដងឆ្នាំទៅ2ដងដូច្នេះ2ដងហ្នឹងអាចមានចំនួន400ទៅ500នាក់សម្រាប់បេក្ខជនវគ្គក្រោយៗទៀតដូច្នេះជាឱកាសមួយដល់អ្នកដែលអត់បានជឿរើសាលារៀននេះអាចពិនិត្យចង់តការសិក្សារបស់ខ្លួនទៅប្រទេសតៃវ៉ាន់ហើយចំពោះមុខជំនាញនេះគឺថាយើងមានទី1គឺថាបដិសណ្ឋារកិច្ចហើយសន្តាគារហើយនឹងរីសរ៉ង់ក៏ដល់ជាសំខាន់ហើយទី2ទៀតផ្នែកពេទ្យដែលពេទ្យសុខាភិបាលនេះយើងក៏ជឿរើឲ្យនិស្សិតយើងដែរក៏ចង់រៀនពីការថែទាំសុខភាពការកីឡាថែទាំបែបឆ្នាំបែបបុរាណឆ្នាំអីហ្នឹងហើយដល់ទី3មានកម្មវិធីនវីនវត្តមានតែយើងគិតអ្វីដែលថ្មីដែលបើករីសរ៉ង់គឺបែបថ្មីចា៎បើអាជីវកម្មទៅបែបថ្មីសិស្សដែលគាត់ជាប់បាក់ឌុបកន្លងមកហើយគាត់អត់ស្គាល់បានរៀនក៏បានរៀនណាហើយក៏ចង់ផ្លាស់ប្ដូរការសិក្សារបស់គាត់ធ្វើដល់35ឆ្នាំចា៎35ឆ្នាំ36ឆ្នាំក៏បានហើយតាមយុគគាត់គុណនិស្សិតដែលគាត់បានចប់សិក្សានៅតៃវ៉ាន់រយៈពេល4ឆ្នាំហើយគាត់ចង់តសិក្សាទៀតក៏អាចតបានទៅ Master ឬបណ្ឌិតឬក៏ចង់តទៅប្រទេសផ្សេងទៀតក៏បានដែរទៅតាមការយើងស្នើសុំទៅសាលាហើយទី3ទៀតបើសិនជាគាត់ចង់ធ្វើការនៅតៃវ៉ាន់ទៀតគាត់ដើម្បីបានប្រាក់ចំណូលបន្ថែមទៀតនេះគាត់ក៏អាចនៅបានដែរ